ក្រសួងព័ត៌មានកំពុងពង្រីកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានដល់រាជធានីខេត្តយុទ្ធនាការនេះមានគោលបំណងអប់រំយុវជនឲ្យចេះគិតវិភាគនិងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់មុននឹងចែករំលែកដើម្បីការពារសាមគ្គីភាពសង្គមយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីការទប់ស្កាត់ព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានបានធ្វើដំណើរដល់ខេត្តកំពង់ឆ្នាំងដោយផ្សព្វផ្សាយជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ថិតក្នុងស្រុកកំពង់ឆ្នាំងដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី3ខែសីហាឆ្នាំ2026ឯកឧត្តមទេពអាសនរដ្ឋអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថាការចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់អាចបង្កការភ័ន្តច្រឡំភ័យខ្លាចប៉ះពាល់ដល់សាមគ្គីភាពសង្គមនិងធ្វើឲ្យព័ត៌មានคล้ายៗរីករាលដាលដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះក្នុងនាមជាយុវជនសម័យថ្មីនិងជាពលរដ្ឋ Digital ល្អសិស្សានុសិស្សត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវមានទម្លាប់គិតវិភាគនិងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុននឹងជឿឬចែករំលែកបន្តនិងពង្រឹងអក្ខរកម្មព័ត៌មានដើម្បីប្រើជាខែលការពារខ្លួនការពារសិទ្ធិនិងចូលរួមថែរក្សាសន្តិសុខសង្គមកាលណាយើងទទួលព័ត៌មានណាមួយយើងត្រូវមានទម្លាប់ល្អក្នុងការបង្អាក់ការចែករំលែកនិងការជឿភ្លាមការជឿភ្លាមការចែករំលែកភ្លាមនេះវាអាចបង្កគ្រោះថ្នាក់ទៅដល់អ្នកដទៃរហូតដល់ប៉ះពាល់ដល់អាយុជីវិតលោកឈឹមពុទ្ធាអភិបាលរងខេត្តកំពង់ឆ្នាំងបានសម្ដែងនៅការគាំទ្រចំពោះយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីការទប់ស្កាត់ព័ត៌មានคล้ายៗដែលផ្ដួចផ្ដើមដោយក្រសួងព័ត៌មានលោកចាត់ទុកថាសកម្មភាពនេះពិតជាចំណេះដឹងដ៏មានសារៈសំខាន់មួយដល់យុវជនដើម្បីទប់ស្កាត់ការចែករំលែកព័ត៌មានคล้ายៗព្រោះថាព័ត៌មាននៅលើបណ្ដាញសង្គមនេះមានមុខពីរពលគឺអាចផ្ដល់ទាំងផលវិជ្ជមាននិងអវិជ្ជមានដល់អ្នកប្រើប្រាស់គួរបញ្ជាក់ផងដែរថាចាប់តាំងពីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026រហូតដល់ថ្ងៃទី3ខែសីហាឆ្នាំ2026នេះមន្ទីរព័ត៌មានរាជធានីខេត្តបានរៀបចំយុទ្ធនាការដោយបានចោះផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងដល់វិទ្យាល័យនិងអនុវិទ្យាល័យចំនួន37រួចមកហើយសកម្មភាពនេះបានគ្របដណ្ដប់លើរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនរួមមានព្រះវិហារតាកែវកំពង់ស្ពឺកំពតកែបកោះកុងពោធិ៍សាត់កំពង់ធំកំពង់ចាមសៀមរាបបាត់ដំបងនិងខេត្តកំពង់ឆ្នាំងជាមួយគ្នានេះយុទ្ធនាការនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឲ្យបានគ្រប់រាជធានីខេត្តទូទាំងប្រទេសក្នុងឆ្នាំ2026នេះ